សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងរៀបរាប់ប្រវត្តិព្រះនាងម៉ាន់ជូចង់ដឹងថាព្រះនាងម៉ាន់ជូមានជីវប្រវត្តិនិងអត្ថន័យបែបណាតោះទស្សនាទាំងអស់គ្នាប្រវត្តិព្រះនាងម៉ាន់ជូមាននាមដើមថាលីនម៉ូយ៉ាងប្រសូតក្នុងសម័យរាជវង្សសុងនៅស្រុកភូធានខេត្តខួជៀនឪពុកនាមថាលីនយ៉ានចំណែកម្ដាយជាអ្នកបដិបត្តិធម៌ប្រកបដោយកុសលកម្មជាប្រចាំព្រះនាងមានថ្ងៃប្រសូតនៅថ្ងៃទី23ខែ3តាមប្រតិទិនចិនដែលត្រូវនៅឆ្នាំគ្រិស្តសករាជ960នៅពេលប្រសូតព្រះនាងមិនបានយំឡើយលុះដល់គម្រប់ខែឪពុកក៏បានដាក់នាមថាម៉ូដែលមានន័យថាស្ងៀមស្ងាត់កាលពេលធំឡើងព្រះនាងមានបញ្ញាវាងវៃនៅអាយុ8ឆ្នាំចាប់ផ្ដើមសិក្សារៀនសូត្រលុះអាយុ10ឆ្នាំបានសិក្សាព្រះធម៌សូត្រទន្ទិញនិងព្រះគម្ពីរថ្ងៃមួយមានព្រះសង្ឃចាស់មួយអង្គធ្វើបិណ្ឌបាតឆ្លងកាត់មកបានជួបនាងហើយបានសរសើរថានាងជាអ្នកប្រសើរលើសគេមានឧត្តមភាពលើសពីមនុស្សសាមញ្ញព្រះនាងជាអ្នកមានចិត្តសប្បុរសប្រកបដោយកុសលទើបព្រះសង្ឃនោះបានសម្ដែងធម៌ដ៏ជ្រៅជ្រះដែលមានឧត្តមភាពបំផុតប្រទានឲ្យមូញ៉ាំងដើម្បីឲ្យនាងបានបំពេញបដិបត្តិធម៌ដើម្បីឲ្យទេវតារៈទាំងឡាយការពារបន្សាបមាសនិងមច្ឆតិតិព្រមទាំងជួយសង្គ្រោះមនុស្សលោកនៅឆ្នាំគ្រិស្តសករាជ987លីនម៉ូញ៉ាំងមានអាយុ27ឆ្នាំនៅមុនពេលបុណ្យឈុងយ៉ាងព្រះនាងបានធ្វើដំណើរតាមគណៈអ្នកធម្មយាត្រាដើម្បីទៅធ្វើបុណ្យប៉ុន្តែនាងបានសុំញែកខ្លួនដើម្បីធ្វើដំណើរតែម្នាក់ឯងទៅកាន់ភ្នំមេសាននៅពេលទៅដល់កំពូលភ្នំពពកជាច្រើនបានប្រមូលផ្ដុំគ្រប់រំដំប៉ុន្តែដោយឥទ្ធិពលនៃទេវតារៈពពកទាំងនោះបានរលាយបាត់ភ្លាមនោះសូរស័ព្ទតន្ត្រីទឹកបានបន្លឺឡើងពីចំការឫស្សីព្រះនាងក៏បានសម្លឹងមើលទៅលើមេឃធ្វើសក្ការៈបួងសួងហើយបានឃើញសត្វហង្សទឹកលេចឡើងសត្វហង្សនោះបានទទួលជើងរបស់នាងហើយហោះឡើងទៅកាន់សុគតិសួគ៌បាត់ទៅជាមួយនឹងពពកមង្គលបន្ទាប់ពីព្រះនាងបានសម្រេចសម្បត្តិទៅកាន់សុគតិសួគ៌ព្រះនាងបានស្លៀកពាក់សម្លៀកបំពាក់ដ៏ថ្លៃថ្នូរតុបតែងដោយគុជព្រះនាងបានត្រាច់ទៅមើលថែនៅគ្រប់ទីកន្លែងប្រៀបដូចជាពពកដែលលេចឡើងនៅឧបទ្វីបទាំង4ក្នុងសម័យរាជវង្សសុងយ៉ាន់និងឈិងព្រះនាងនៅតែបង្ហាញអភិនិហាទឹកលេចឡើងជាប្រចាំដើម្បីការពារអ្នកនេសាទនៅក្នុងសមុទ្ររឿងព្រេងនៃព្រះនាងម៉ាជូបានក្លាយជាវណ្ណកម្មមួយព្រះនាងជាទេវតាឧត្តមឧត្តមដែលមានវត្តអារាមនិងទីសក្ការៈលេចឡើងនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្នAriye Surito Tomi